មកមហូបមួយមុខនេះដឹងថាដាក់ឈ្មោះអីទេអ្នកទាំងអស់គ្នាតែសារតែចង់ញ៉ាំគ្រឿងសមុទ្រហើយចង់ញ៉ាំបន្លែទៀតអញ្ចឹងមួយនឹងថាអង្គញ៉ាំតែអ្នកទាំងអស់គ្នាមើលខាងក្រោយបែបក្រោយគឺថាវល់អញ្ចឹងតែម្ដងដូច្នេះហើយគឺសង្ខេបបែបខ្លីគឺថាស្រស់ញ៉ាំអញ្ចឹងបដ ឲ្យហ្មងទៅសំខាន់ចង់ញ៉ាំគ្រឿងសមុទ្រចង់ញ៉ាំបន្លែហើយចង់ញ៉ាំទឹកម្រេចអញ្ចឹងម្ហូបនេះឆ្នៃខ្លួនឯងទេអ្នកទាំងអស់គ្នាជួយដាក់ឈ្មោះឲ្យផងគឺថាដំបងឡើយនោះគឺលាងបន្លែសិនអ្នកទាំងអស់គ្នាបន្លែទាំងអស់នេះគឺសិតតែជាបន្លែដែលអ្នកខ្ញុំជ្រើសរើសខ្លួនឯងអញ្ចឹងមានដូចជាសាឡាត់ស្រួយស្ពៃតឿត្រសក់ហើយនិងពោតបារាំងតែអញ្ចឹងទៅរៀបចំបន្លែហើយនិងស្រស់ទាំងអស់គ្នាណាតែសារបន្លែខ្លះយើងត្រូវញ៉ាំឆៅអញ្ចឹងត្រូវលាងមុនគ្រឿងសមុទ្រជិះវាកុំឲ្យវាមានក្លិនឆ្អាបហើយវាអនាម័យល្អទៀតណាមួយលាងរបស់ឆ្អាបមុនយើងរៀងហត់តិចអ្នកទាំងអស់គ្នាសារយើងត្រូវរៀបចំលាងសម្ភារៈអញ្ចឹងឥឡូវនេះយើងដល់វគ្គមកលាងគ្រឿងសមុទ្រវិញអ្នកទាំងអស់គ្នាចំពោះគ្រឿងសមុទ្រនេះផងដែរនេះខ្ញុំបានទិញបង្គាចំនួន1គីឡូមឹកដូង1គីឡូហើយនិងមឹកបំពង់1គីឡូផងដែរប៉ុន្តែចំពោះមឹកអ្នកទាំងអស់គ្នាអើយស្រស់ទៅគឺថារួញអស់លេងឃើញបានតិចពេកចង់សាបអញ្ចឹងអ្នកទាំងអស់គ្នាតោះទៅមើលវីដេអូពេញដល់ចប់ទាំងអស់គ្នាណាឃើញថារួចរាល់អ្នកទាំងអស់គ្នាហើយ voice over ពេលយប់ទៀតឡើយនេះកំពុងតែកោពោះហើយក៏សូមអធិស្ឋានចំពោះថ្ងៃនេះផងដែរអ្នកទាំងអស់គ្នាដែលសារតារៀងផ្ដាសាយហើយនិយាយអត់សូវច្បាស់ប៉ុន្តែហេតុតែចង់ចែករំលែកជា idea មួយសម្រាប់បងដែលគាត់រត់នឹកម្ហូបអត់ឃើញអញ្ចឹងមើលវីដេអូនេះហើយនឹងមាន idea ថ្មីទៀតក្នុងការចម្អិនអញ្ចឹងបើមានកំហុសឆ្គងសូមមេត្តាអធិស្ឋានផងអ្នកទាំងអស់គ្នាជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាយ